ដំណឹងល្អបងប្អូនអរគ្នាបាទព្រឹត្តិការណ៍សម្លេងកលើកទី3បាននឹងដំណើរការទៅធម្មតាដោយការគ្រោងទុកបាទសូមជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះចង់ជម្រាបជូនពីដំណឹងល្អមួយបាទតាក់ទងទៅនឹងព្រឹត្តិការណ៍សម្លេងកលើកទី3បាទលើកទី3ណាបាទដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី18ខែមករាឆ្នាំ2026ខាងមុខនេះបាទឥឡូវនេះច្បាស់ការហើយបងប្អូនបាទកន្លងមកដោយសារតែតាមពិតទៅការបរិច្ឆេទដែលកំណត់នេះគឺគណៈកម្មការកំណត់តាំងពីពេលដែលមានបេក្ខជនចុះឈ្មោះចូលរួមមកម្លេះបាទគឺកំណត់យកថ្ងៃហ្នឹងគឺជាថ្ងៃប្រឡងតែម្ដងបាទក៏ប៉ុន្តែជាក់ស្ដែងបាទនៅក្នុងប្រទេសកម្ពុជារបស់យើងបាទថ្មីនេះយើងដឹងហើយបាទគឺស្ថិតនៅក្នុងស្ថានភាពតានតឹងបាទចំនួនព្រំដែនការទន្ទ្រានឈ្លានពានពីសំណាក់ប្រទេសថៃបាទអញ្ចឹងទៅគឺគណៈកម្មការអត់ទាន់កំណត់បានថាតើការបរិច្ឆេទដែលបានកំណត់រួចមកហ្នឹងនឹងអាចប្រព្រឹត្តបានដែរឬអត់បាទក៏ប៉ុន្តែថ្ងៃនេះបាទចង់ជម្រាបជូនថាជាដំណឹងល្អមួយគឺច្បាស់ការហើយបាទតាមរយៈការថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបាទកាលពីថ្ងៃទី3របស់អាដាមលីប៊ុនហុកបាទដែលជាសហស្ថាបនិកបាទក៏ដូចជាអ្នករៀបចំនៅព្រឹត្តិការណ៍សម្លេងកនេះឡើងណាបាទអញ្ចឹងលោកបានជម្រាបជូនថាបាទព្រឹត្តិការណ៍សម្លេងកលើកទី3នេះគឺមិនត្រូវបានពន្យាពេលមិនត្រូវបានផ្អាកដំណើរការទេបាទគឺនឹងប្រព្រឹត្តទៅតាមការគ្រោងទុកបាទគឺជារួមគឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី18ខែមករាឆ្នាំ2026ខាងមុខនេះបាទអញ្ចឹងសម្រាប់បេក្ខជនចូលរួមបាទរួមទាំងខ្ញុំផងដែរហ្នឹងគឺមានអារម្មណ៍ថារំភើបមែនទែនបាទសប្បាយចិត្តបាទដោយសារតែគិតថាមិននឹងជាបានទៅប្រកួតដែរអត់ទេបាទម៉េះបាទយើងបារម្ភភ័យព្រួយបាទហើយយើងនៅតំបន់ដែលអត់មិនជាតំបន់ក្រហមផងក៏យើងមានអារម្មណ៍មួយថាបាទយើងគិតទៅដល់បងប្អូនយើងមួយចំនួនដែលគាត់មានបានចុះឈ្មោះនៅក្នុងការប្រកួតប្រជែងនឹងដែរអ្នកខ្លះគាត់នៅខាងតំបន់ក្រហមបាទខាងបាត់ដំបងខេត្តបន្ទាយមានជ័យអីចឹងទៅបាទអ្នកខ្លះជាជនភៀសទឹកទៅទៀតបាទក៏ប៉ុន្តែគាត់នៅតែមាននៅឆន្ទៈមនសិការគាត់នៅតែចង់ចូលរួមអញ្ចឹងដោយខាងតែបានបាទអញ្ចឹងណាអញ្ចឹងនេះគឺជាព័ត៌មានដែលល្អមួយសម្រាប់បងប្អូនយើងដែលទន្ទឹងរង់ចាំកម្មវិធីនេះព្រឹត្តិការណ៍នេះគឺរយៈពេល1ឆ្នាំហើយបាទព្រោះថាកម្មវិធីនេះ1ឆ្នាំម្ដងបាទហើយលើនេះគឺជារដូវកាលទី3បាទរដូវកាលទី3ណាបាទអញ្ចឹងគឺច្បាស់ការគឺនឹងប្រព្រឹត្តទៅធម្មតាទេបាទបងប្អូនណាអញ្ចឹងត្រៀមទាំងអស់គ្នាហើយសម្រាប់លើកនេះផងដែរលើកទី3នេះគឺទីតាំងនៅដដែលបាទនៅខាងស្ពានហាលបាទប្រាសាទអង្គរវត្តណាបាទអញ្ចឹងសម្រាប់ការចូលរួមបេក្ខជនចូលរួមទាំងអស់នៅក្នុងរដូវកាលទី3នេះគឺមានដល់ទៅ1860អង្គអ្នកបាទទាំងបេក្ខជនបេក្ខនារីរួមទាំងបេក្ខសាមណៈទាំងអស់ហ្នឹងហើយនឹងចូលរួមទាំងអស់គ្នាណាបាទអញ្ចឹងត្រៀមទាំងអស់គ្នានៅថ្ងៃទី18មករា2026ព្រឹត្តិការណ៍សម្លេងកលើកទី3នឹងប្រព្រឹត្តទៅធម្មតាដោយការគ្រោងទុកបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺចង់ជម្រាបជូនតែប៉ុណ្្នឹងទេបាទអរគុណ